Hello guys ញ៉ាំហ្នឹងគឺយើងនឹងទៅលេងមជ្ឈមណ្ឌលប្លែកពូជសាសជើងឯកហើយខ្ញុំមិនជិះឡានក្រុងហ្នឹងមកឲ្យសូមបញ្ជាក់ឡានក្រុងហ្នឹងគឺជាឡានក្រុងដែលដឹកភ្ញៀវបរទេសដែលគាត់ទស្សនាកន្លែងហ្នឹងចឹងហើយ yes ដំបូងឡើយគឺយើងត្រូវចូលកាត់ចំនួនគ្នារបស់ពួកយើងផុសម៉ានសីម៉ានហើយនឹងទីតាំងដែលយើងរស់នៅដូចជាយើងមកពីភ្នំពេញឬក៏មកពីខេត្តនានាជាដើមហើយគេក៏មានលក់កាសដើម្បីស្ដាប់ពីព័ត៌មានផ្សេងប៉ុន្តែពួកខ្ញុំអត់ទិញទេ sad ខ្ញុំណែនាំអ្នកទាំងអស់គ្នាឲ្យទិញកាសមួយដើម្បីពាក់ស្ដាប់បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងពីព័ត៌មានផ្សេងរបស់ផ្នែកនីមួយៗនៃមជ្ឈមណ្ឌលមួយនេះចឹងមុនគេនេះគឺជាដើមជ្រៃតាងហើយអ្នកទាំងអស់គ្នាមើលរូបរាងរបស់វាតាមហ្នឹងទៅហើយបន្ទាប់មកគឺជាកន្លែងដែលតម្កល់ទុកឆ្អឹងលលាដ៍ក្បាលរបស់អ្នកទោសក៏ដូចជាអ្នកដែលបានចែកឋានទៅដោយសារពួកប៉ុលពតសម្លាប់នៅក្នុងវាលពិឃាតមួយនេះហើយផ្ទាំងរូបភាពមួយនេះគឺគេប្រាប់ពីចំណតឡានដែលពួកប៉ុលពតដឹកអ្នកទោសយកមកទម្លាក់ឥឡូវយើងធ្វើការឡើងទៅខាងលើដើម្បីមើលឆ្អឹងលលាដ៍ក្បាលហើយក៏អត់ភ្លេចដោះស្បែកជើងឬក៏ដោះពួកចេញផងដែរដើម្បីជាការគោរពនេះអ្នកទាំងអស់គ្នាគឺជាលលាដ៍ក្បាលរបស់អ្នកដែលគាត់បានចែកឋានទៅហើយលលាដ៍ក្បាលដែលមានស្នាមអុជវងមូលពណ៌ក្រហមគឺជាប្រុសហើយពណ៌ខៀវគឺតំណាងឲ្យមនុស្សស្រីហើយលលាដ៍ក្បាលនៅទីនេះផងដែរគឺជាលលាដ៍ក្បាលរបស់ជនរងគ្រោះដែលមានអាយុចាប់ពី40ទៅដល់60ឆ្នាំមុននឹងបន្តទៅមើលជ្រុងម្ខាងទៀតអ្នកទាំងអស់គ្នាធ្វើការមើលវាស្មៅពណ៌បៃតងជាមុនសិនថ្មម៉ាប់កន្លែងនេះគឺគេឆ្លាក់ថាសូមគោរពវិញ្ញាណក្ខន្ធជាជនកម្ពុជារាប់លានអ្នកដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្រោមរបបបល្ល័ង្កពូជសាសន៍ Mother Africa Pol Pot FU Pol Pot sorry not sorry period ហើយនេះជាជ្រុងម្ខាងទៀតនៃកន្លែងតម្កល់ឆ្អឹងលលាដ៍ក្បាលដោយអ្នកទាំងអស់គ្នាឃើញចឹងគឺខ្ពស់ខ្លាំងមែនតើហើយនៅក្រោមនេះគឺមានឧបករណ៍និងស្លាកស្នាមសម្រាប់ដោយកំបិតត្នោតចឹងអានឹងជាកំបិតត្នោតអ្នកទាំងអស់គ្នាហើយលើនេះគឺជាសម្លៀកបំពាក់យោធាហើយនេះគឺជាដែកចុចកណ្ដុងកាំភ្លើងកដាហ្នឹងខ្ញុំមិនដឹងពីអីគេអ្នកទាំងអស់គ្នាដោយសារព្រិលពេកអាណិតដាច់ហើយជ្រុងខាងនេះវិញគឺមានឧបករណ៍និងស្លាកស្នាមសម្រាប់ដោយគោឫស្សីអញ្ចឹងអានេះជាគោឫស្សីអ្នកទាំងអស់គ្នាជាមួយនឹងខាងលើនេះកៅអៅខ្មៅរបស់ជនរងគ្រោះអ្នកទាំងអស់គ្នាកន្លែងនេះខ្ញុំថតឲ្យមើលដោយសារចង់ឲ្យដឹងថាអានឹងវាជាសំណាញ់ដើម្បីទប់ទ្រនៅពេលដែលផ្លែត្នោតវាធ្លាក់មកហើយក៏មានជាព្រះអាទិត្យប្រងដែរ Oh my god តែសូមបញ្ជាក់អ្នកទាំងអស់គ្នាព្រះអាទិត្យនឹងមិនមែនជារបស់នៅក្នុងមជ្ឈមណ្ឌលមួយនេះទេដោយសារតែព្រះអាទិត្យជារបស់រដ្ឋ Yes ខ្ញុំអត់ដឹងដែរអ្នកទាំងអស់គ្នាដោយសារសំណោចនឹងខ្ញុំឮគេនិយាយចឹងហើយបើមានកំហុស please excuse ហើយកន្លែងនេះផងដែរផ្ទាំងរូបភាពគេបញ្ជាក់ថាការឃុំឃាំងដ៏ងងឹត
Yes និងសោកសៅហើយពីអ្នកនេះមិត្តភ័ក្ដិខ្ញុំអ្នកទាំងអស់គ្នាកន្លែងហ្នឹងគេធ្វើជាកំពូលស្រួចអ្នកទាំងអស់គ្នាពីអ្នកហ្នឹងអនាគតទៅដឹងតែល្បីអ្នកទាំងអស់គ្នាដោយសារមានមុខនៅក្នុង channel របស់ខ្ញុំ Right there is one straight boy one straight girl and one gay boy maybe it's me ផ្ទាំងរូបភាពនេះគេសរសេរថាជាកន្លែង office ធ្វើការរបស់ពួកបច្ចេកឃាតហើយកន្លែងនេះគឺជាអតីតរោងបុណ្យអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចស្គប់ហើយអានបានតាមនឹងទៅវាជាអតីតរោងបុណ្យបញ្ចុះសពសមាគមខ្មែរស្រឡាយចិនអ្នកទាំងអស់គ្នាវាមានតាំងពីមុនសម័យប៉ុលពតទៀតហើយផ្ទាំងរូបភាពនេះគេសរសេរថាជាកន្លែងឬក៏ជាបន្ទប់ឃ្លាំងសម្រាប់ផ្ទុកសារធាតុគីមីអ្នកទាំងអស់គ្នាអាចអាននៅលើផ្ទាំងកញ្ចក់នេះបានគេសរសេរថាអតីតជាបាតឃ្លាំងដែលផ្ទុកសារធាតុគីមីនិងវត្ថុតាងផ្សេងហើយនេះជាបាតឃ្លាំងនឹងអ្នកទាំងអស់គ្នាកាលមុនវាជាស៊ីម៉ង់តែឥឡូវប្រហែលជាគេចាក់ដីកូរពីលើដោយសារដូចអ្នកទាំងអស់គ្នាឃើញមិនអញ្ចឹងគឺសិតតែដីរាបស្មើហើយគេទុកបន្លាស់នឹងមួយដើម្បីជាភ័ស្តុតាងឲ្យឃើញពីស៊ីម៉ង់បាតឃ្លាំងហ្នឹងអ្នកទាំងអស់គ្នានេះដើមមួយគេខ្ញុំឃើញវាមានចេញបន្លាមកតែអត់មុតទេហើយមានចេញជាវល្លិមក It's like a monster ហើយនេះគឺជារោងដាក់ឧបករណ៍ធ្វើទរណកម្មសម្លាប់ Wow Oh my god Oh my god ហើយនេះគឺជាចំបៃសអ្នកទាំងអស់គ្នាតែវាមានផ្កាពណ៌លឿងតែវាជាចំបៃសI don't know ប្រហែលជាផ្កាពណ៌លឿងហ្នឹងបោះដើមខាងឆ្វេងហើយនេះនៅតាមរបងហ្នឹងគេមានដោតជាខ្សែដៃជាមួយនឹងផ្កា Yes វាជារោងដាក់ឧបករណ៍សម្រាប់អ្នកទាំងអស់គ្នាខាងឆ្វេងនេះគឺជាដីទួលដីពំនូកកប់សាប់ចាំមើលអក្សរសិនអតីតផ្លូវម៉ង់សពជនជាតិចិនមុនឆ្នាំ75អញ្ចឹងកន្លែងហ្នឹងប្រហែលជាសពរបស់ជនជាតិចិនអញ្ចឹងអត់មានជនជាតិខ្មែរទេ maybe ដើមដូងជាច្រើនកំពុងឈរបង្អួតសម្រស់យ៉ាងសង្ហាភ្ញៀវបរទេសអ្នកទាំងអស់គ្នា So a lot ហើយនេះជារណ្ដៅសពរួមមានសាកសពគ្មានក្បាល166នាក់ Oh my god ហើយនេះគឺជាសម្លៀកបំពាក់ជនរងគ្រោះសេសសល់ក្រោយពីការគាស់រណ្ដៅនៅឆ្នាំ80
អ្នកទាំងអស់គ្នាកន្លែងនេះអត់មានអីហងតែខ្ញុំឃើញដើមឈើហ្នឹងវាមានប្រហោងចឹងហើយខ្ញុំថតទៅហើយនេះជាដើមច័ន្ទគិរីហើយកន្លែងនេះជារណ្ដៅសពរួមមានជនរងគ្រោះកុមារនិងស្ត្រីជាង100នាក់ភាគច្រើនគ្មានសម្លៀកបំពាក់ Naked Yes Bitch what Naked អ្នកទាំងអស់គ្នាមុនសម្រាប់គេឲ្យគេអាក្រាតកាយទៀត Wow you are very very cruel F you again ហើយនេះវិញគឺជាដើមច័ន្ទគិរីគេសរសេរទៀតថាដើមឈើនេះដែលពេជ្ឈឃាតបោកក្បាលក្មេងៗសម្លាប់ Bitch you're not human គេមានពយួរជាខ្សែដៃនិងតុក្កតាផ្សេងសម្រាប់ដល់វិញ្ញាណរបស់ក្មេងៗដែលត្រូវបានគេសម្លាប់នៅដើមឈើនឹងចឹងទៅឲ្យពួកគាត់ស្ងប់អារម្មណ៍និងលេងជាមួយនឹងរបស់លេងទាំងអស់ហ្នឹង Rest in peace ក្មេងៗមួយទៀតអ្នកទាំងអស់គ្នាមិត្តភ័ក្ដិខ្ញុំវាថានៅដើមឈើហ្នឹងមានស្នាមពណ៌ក្រហមតិចហើយវាថាអាហ្នឹងជាស្នាមឈាមដែលជាប់ដល់ឡើយហ្នឹងហើយខ្ញុំក៏សម្រេចចិត្តថាជឿវាទៅ But it might be real Yesហើយនេះគឺជាកំទេចឆ្អឹងបែកបាក់សេះសល់ក្រោយពីការកោះរណ្ដៅនាឆ្នាំ80គេថែមស្បែកជើងឲ្យមើលមួយទៀតអ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថាវាដូចជាស្បែកជើងធ្វើពីកៅស៊ូកង់ឡានដែលគេតែងតែនិយាយថាពលពតពាក់ស្បែកជើងកង់ឡាន Yes it is maybe ហើយក៏មានថ្មិញផងដែរដូចជាថ្មិញថ្កៀមមើលទៅហើយនេះគឺជាដើមជ្រៃហើយនេះគឺជាថាសទម្របំណែកឆ្អឹងបន្តិចបន្តួចនៅខាងក្រោមហ្នឹងមាននៅកប់ក្នុងដីទៀតអ្នកទាំងអស់គ្នាអាចមើលបាននោះខាងក្រោមហ្នឹងខ្ញុំមានការចង់ដឹងពីសភាពរបស់ឆ្អឹងនេះជាខ្លាំងចឹងហើយក៏កាន់យកមកមើលហើយហិត Yes so good ប៉ុន្តែ oopsie អ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថា disrespect ជាខ្លាំងចឹងហើយខ្ញុំសុំទោស please សុំទោសហើយនេះផងដែរគឺជាក្របកំភ្លើងអ្នកទាំងអស់គ្នាក្របកំភ្លើងដែលអត់ទាន់បាញ់ចេញ Yes ថើអ្នកទាំងអស់គ្នាមានគេសែនមហូបអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគេឲ្យរក្សាភាពស្ងៀមស្ងាត់ចឹងហើយ you guys have to be quiet right now
កន្លែងនេះដូចជាស្រះទឹកដែលគេជីកហើយកន្លែងក្តារនេះមានផ្លូវដើរចឹងហើយខ្ញុំក៏ចុះទៅថតបន្តិចទៅអានេះដើមឫស្សីតែដើមថ្មីត្រូវអត់ឬក៏ view ហើយ I don't care anyway ហ៊ីហ៊ីបន្ទាប់ពីដើរមកជុំស្រះនឹងហើយយើងក៏មកដល់ខាងមុខវិញហើយក៏ឃើញផ្ទះរបស់អ្នកតាហើយពួកយើងក៏បានដើរមកដល់រោងតូចមួយដែលគេដាក់ផ្លាកថាសារមន្ទីរ Museum ចឹងមានន័យថានៅខាងក្នុងមជ្ឈមណ្ឌលមួយនេះគឺមានសារមន្ទីរតូចមួយប៉ុន្តែនៅខាងក្នុងគេអត់ allow ឲ្យថតទាំងរូបភាពនិងវីដេអូទេចឹងហើយ sorry ផងហើយនៅខាងស្ដាំដៃរោងសារមន្ទីរហ្នឹងក៏មានបន្ទប់តូចមួយដែលគេឲ្យពួកយើងចូលទៅអង្គុយមើលពីវីដេអូនៃការកកើតកន្លែងមជ្ឈមណ្ឌលមួយនេះឬក៏ការបង្កើតឡើងឥឡូវយើងចូលមកដល់ក្នុងតូបលក់អនុស្សាវរីយ៍ហើយនេះផងដែរគឺជាម៉ាស៊ីនអង្គុយលេខយីមែនអ្នកទាំងអស់គ្នាអង្គុយលេខនឹងឃើញហើយចង់បានហ្មងព្រោះវាkeyboard វាអក្សរខ្មែរអ្នកទាំងអស់គ្នាខ្ញុំមិនដែលឃើញសោះក្នុងមួយជីវិតខ្ញុំនិយាយមែនលើកទី1ឃើញអង្គុយលេខអក្សរខ្មែរចង់និយាយថាបច្ចុប្បន្នទោះបីជាឃើញមែនក៏វាជាអក្សរអង់គ្លេសដែរអា keyboard វាហ្នឹងតែអានេះវាជាអក្សរខ្មែរអ្នកទាំងអស់គ្នាទោះបីជាវាខូចក៏ដោយតែខ្ញុំនៅតែចង់បានអ្នកទាំងអស់គ្នាហើយបើសេបានទៀតបើវាអត់ខូចហើយសេបានទៀតវ៉ាវហ្មងហើយទាំងឆ្នាំងអ៊ុតទាំងកាមេរ៉ានិងទូទស្សន៍កាច់លេខទាំងអស់ហ្នឹងខ្ញុំអាចសន្មតបានថាជារបស់ដែលសល់ពីសម័យសង្គមជាសម័យកាលមួយដែលគេហៅថាយុគមាសនៃតន្ត្រីនិងភាពយន្តរបស់កម្ពុជាអ្នកទាំងអស់គ្នា golden era of Cambodian music and film yes តែចង់និយាយថាលុយនេះធំម៉េះ like what អ្នកទាំងអស់គ្នាហើយនិយាយពីសម័យសង្គមវិញគឺចង់និយាយថាគេបង្កើតអង្គលេខអក្សរខ្មែរអ្នកទាំងអស់គ្នាខ្ញុំនិយាយដែរចឹងព្រោះវាលយខ្លាំងពេកអ្នកទាំងអស់គ្នានិយាយទៅមហស្ចារ្យសម្រាប់ខ្ញុំតែម្ដងហើយមិញហ្នឹងគឺជាខ្សែដៃដែលខ្ញុំទិញពីក្នុងហាងហ្នឹងដោយសារចូលមើលហើយដើរចេញមកវិញអត់ទិញខ្លាចអ្នកលក់គេកាប់ហ្នឹងហើយគេកាប់ព្រោះថាឥឡូវនៅក្នុងវាពិឃាតផងអ្នកទាំងអស់គ្នាខ្លាចអ៊ីនឹងពិឃាតខ្ញុំតែនិយាយទៅវាជាទម្លាប់អ្នកទាំងអស់គ្នាមានអារម្មណ៍ថាចូលហើយឈរថតឡើងមកយូរហើយយើងអត់ទិញយើងចេញមកវិញអញ្ចឹងទៅដូចក្រែងចិត្តអ្នកលក់ពេកអញ្ចឹងហើយយើងជួយទិញ1 2អញ្ចឹងទៅវាជាទម្លាប់ it totally ជាទម្លាប់ហើយនេះជាកន្លែងដែលគេទុកឲ្យយើងសរសេរសម្បត្តិហើយបិទជាប់នឹងក្តារខៀននឹងអ្នកទាំងអស់គ្នាហើយនេះជា note ដែលខ្ញុំសរសេរអាចស្កប់មើលបានក្តារ note ទូចពេកអ្នកទាំងអស់គ្នាអញ្ចឹងហើយសេបានតិចតួចអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាខ្ញុំនិយាយពាក្យអ្នកទាំងអស់គ្នាច្រំដែររហូតចឹងអ្នកទាំងអស់គ្នាទៀតឥឡូវយើងកុំខ្វល់យើងធ្វើដំណើរឆ្ពោះទៅកាន់រូបចម្លាក់មួយនេះជាលើកទី2របស់ខ្ញុំអ្នកទាំងអស់គ្នាមកដល់ទីនេះហើយការខ្ញុំថតនឹងអាយុ17ឥឡូវខ្ញុំឡើង18ឯងទើបយកវាមកអ៊ីចង់និយាយថាឡើងបៃតងហ្មងណាបៃតងឬក៏បៃតងនេះអ្នកទាំងអស់គ្នារូបចម្លាក់ដែលគេសរសេរថាចងចាំគ្មានថ្ងៃភ្លេចនៅឧក្រិដ្ឋកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យរូបចម្លាក់អ្នកម្ដាយដែលពោកូនតូចហ្នឹងហើយខ្ញុំដើរជុំវិញឲ្យអ្នកទាំងអស់គ្នាមើល and yes we will never forget this cruel genocide and rest in peace ទៅកាន់អ្នកដែលបានបាត់បង់ជីវិតនៅក្នុងរបប
local ខៅមួយនេះទាំងឡាយហើយវីដេអូរបស់យើងគឺបញ្ចប់ទៅជាមួយនឹងបន្ទប់ទឹកខ្ញុំចង់បញ្ជាក់ថាបន្ទប់ទឹកហ្នឹងកាលខ្ញុំមកលើកមុនអត់ទាន់មានទេតែសង់ពេលខ្ញុំមកលើកទី2នេះជាមួយនឹងហាងលក់អនុស្សាវរីយ៍នឹងផងដែរ My name is Tony and thank you so much for watching this video